ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាស់ថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី2ត្រូវនឹងថ្ងៃទី15ខែមេសាឆ្នាំ2025ម៉ោងប្រមាណប្រហែលជា2ចាម៉ោង2នាងខ្ញុំបានធ្វើដំណើរទៅគឺមានមនុស្សមួយឯងចាក្មេងៗមួយទេហើយសម្រាប់មនុស្សចាស់ដូចជាខ្ញុំហ្នឹងគឺកម្រមិនសូវមានទេមានតិចតួចទេតែបើក្មេងៗយុវវ័យក្មួយៗអីហ្នឹងគឺច្រើននេះគឺជាឡានរបស់កងរាជអាវុធហត្ថបើកទៅបើកមកដើម្បីការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាជនកន្លែងខ្លះយើងគ្រាន់តែរីដៃទៅគឺគាត់អត់ហ៊ានប៉ាត់អត់ហ៊ានបាចទឹកដាក់យើងទេតែកន្លែងខ្លះគឺនិយាយមិនសូវស្ដាប់គ្នាបានប្រហែលទេព្រោះអីមនុស្សច្រើនណាអញ្ចឹងទៅបើយើងចង់សុបាយយើងទម្លាក់ការប្រកាន់ចោលខ្លះទៅទើបយើងបានសុបាយទាំងអស់គ្នាណាបងប្អូនឃើញនាងខ្ញុំលើកដៃរាដៃនេះគឺខ្ញុំរាដៃកុំឲ្យគេបាញ់ចូលខ្ញុំព្រោះអីទៅទៅចាប់ដើមឯងអញ្ចឹងមើលគេបាញ់ទឹកមកលើយើងច្រើននឹងធ្វើឲ្យយើងរងាចាដល់ពេលត្រឡប់មកវិញចាំយើងលេងនេះគ្រាន់តែធ្វើដំណើរទៅមើលគេមើលឯងសិនទេចាឥឡូវនេះគឺពួកខ្ញុំបានត្រឡប់មកវិញហើយអញ្ចឹងហើយគឺខ្ញុំបើកដៃឲ្យគេប៉ាតឲ្យគេប៉ាតឲ្យគេបាញ់ទឹកអីទៅចាខ្ញុំអត់មានរាដៃទៀតទេគឺខ្ញុំចូលរួមលេងជាមួយនឹងក្មួយៗទាំងអស់គ្នា
កន្លែងដែលនាងខ្ញុំកំពុងតែចូលថតហ្នឹងគឺនៅម្ដុំគុលស្ពានហូឈៀមហើយក្មួយក៏ឃើញខ្ញុំកាន់កាមេរ៉ាថតចឹងថតខ្ញុំមួយហើយនេះបានដូចចិត្តទៀតឲ្យតែមានអ្នកស្រីថាឲ្យថតគឺថតតែម្ដងចាបងអូនណាចង់និយាយប្រាប់ថាទឹកសេរីកូនទឹកសេរីកូនអត់មានសេរីខ្ញុំទេណាទឹកសេរីកូនខ្ញុំហ្នឹងចាដើរចុះដើរឡើងជួបអ្នកស្គាល់ទៀតហើយបងប្អូនកូនក្មួយទាំងអស់គ្នាដូចខ្ញុំអត់ពេលដែលខ្ញុំដើរលេងខ្ញុំជួបអ្នកដែលស្គាល់គឺខ្ញុំសប្បាយចិត្តខ្លាំងបំផុតតែម្ដងចាសប្បាយចិត្តខ្លាំងយើងទៅផ្ទះយើងវិញហើយទៅផ្ទះហើយបាយបាយចេញមកហើយប៉ានិយាយមើលអត់ហើយមកហូបប៉ានិយាយមើលលឿនហើយមកណាឆ្នាំមុនកកស្ទះអញ្ចឹងគឺកកស្ទះនៅតំបន់វត្តកោះនិងទួលសាំងតែឥឡូវឆ្នាំនេះមកហូឈៀមវិញម្ដងហើយអត់ដែរដាក់ BBL ចេញខ្ញុំហីចា BBL នេះខ្ញុំក៏សូមជូនពរជ័យសិរីមង្គលចូលមានដល់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានសម្រេចនូវភារកិច្ចទាំងឡាយទាំងពួងចា៎ខ្ញុំសូមអរគុណនិងសូមជម្រាបលាបាយបាយ